តាំងពីសម្រាប់កូនទី4រួចហើយមកកូនទី4ខ្ញុំអាយុ5ខែជាងហើយខ្ញុំមិនដាល់ហ៊ានហូបតកួនទេបងប្អូនទៅលើកនេះខ្ញុំទ្រាំឡើងបានហើយខ្ញុំឃើញតកួនហើយនឹងក្បាលត្រីប្រែខ្ញុំមកស្លម្ជូរបែបអ្នកកពតម្ដងអ្នកកពតគេស្លម្ជូរគ្រឿងគេដាក់ប្រហុកទេបងប្អូនគេដាក់កាពិហើយខ្ញុំនឹងបុកគុលលក្រីម្ដេងហើយនឹងល្មៀតស្លឹកក្រូចសើចចូលគ្នាមុនគេខ្ញុំអត់ទាន់ដាក់ខ្ទឹមចូលទេព្រោះអីខ្ទឹមដល់ពេលយើងបុកទៅវាចេញទឹកអញ្ចឹងហើយធ្វើឲ្យគ្រឿងយើងបុកបាត់ទេបន្ទាប់មកតិចនិចបុកគ្រឿងឲ្យឆាប់ម៉ាត់បងប្អូនដឹងអត់អាហ្នឹងម៉ាក់ខ្ញុំប្រាប់ខ្ញុំដែរយើងត្រូវដាំអំបិលម្ល៉ាព្រាចូលជាមួយគ្នាជាមួយគ្រឿងដែលយើងបុកហ្នឹងឲ្យល្មៀតយើងម៉ាត់បានល្អហើយនឹងគុលលក្រីយើងហ្នឹងបើសិនជាបងប្អូនមានអំបិលគ្រួសទៀតកាន់តែល្អការខ្ញុំនៅស្រុកខ្មែរខ្ញុំអត់សូវចេះធ្វើម្ហូបទេបងប្អូនម្ហូបអីក៏ខ្ញុំអត់សូវចេះធ្វើដែរតែធ្វើទៅភ្លាវប្រៃថាហូបអ្នកផ្ទះហូបអត់កើតទេដល់ពេលមកដល់នេះគ្លៀនអីក៏រៀនធ្វើខ្លួនឯងដែរបងប្អូនអញ្ចឹងហើយអត់មានអ្នកផ្ទះធ្វើឲ្យទេយើងខ្លេចឆ្ងាយពីស្រុកបងប្អូនខ្លេចឆ្ងាយពីស្រុកដឹងហើយបន្ទាប់ពីខ្ញុំបុកគ្រឿងម៉ាត់ហើយទើបខ្ញុំដាក់ខ្ទឹមសខ្ទឹមក្រហមជាមួយនឹងអានេះអីគេខ្ញីម្ដុំអញ្ចឹងណាហើយបុកដាក់កាពិចូលជាមួយគ្នាដែរយើងបុកខ្ញុំឲ្យថាចូលគ្នាអញ្ចឹងបងប្អូនណាតោះមកបើសិនជាបងប្អូនចង់ហិលដាក់ម្ទេសគ្រាប់2ចូលក្នុងនឹងជាមួយគ្នាក៏បានដែរនិយាយតាមការពិតខ្ញុំអត់ចង់ធ្វើម្ហូបខ្មែរទេបងប្អូនកាលណាខ្ញុំធ្វើម្ហូបខ្មែរដល់ពេលខ្ញុំញ៉ាំម្ហូបហ្នឹងទៅខ្ញុំចេះតែនឹកស្រុកហើយចេះតែពេលខ្លះខ្ញុំញ៉ាំបដាខ្ញុំហូបទឹកភ្នែកបដាអញ្ចឹងណាអញ្ចឹងហើយខ្ញុំសុខចិត្តឃ្លានខ្ញុំអត់ចង់ធ្វើហូបទេហើយស្លោះខ្ញុំដាក់តែទឹកត្រីទេបងប្អូនរាល់ពេលដែលធ្វើម្ហូបខ្ញុំតែងតែដាក់ទឹកត្រីឬក៏អំបិលស្ករអីលីងឆាជាមួយគ្រឿងហ្នឹងឲ្យឈ្ងុយចូលគ្នាបងប្អូនទៅមានរសជាតិឈ្ងុយឆ្ងាញ់និយាយថាឈ្ងុយមកភូមិហ្មងឈ្ងុយមកប្រទេសម៉ាឡេហ្មងនិយាយថានិយាយលេងទេបងប្អូនតពីឆាគ្រឿងយើងដាច់ទឹកហើយខ្ញុំក៏ដាក់ទឹកក្នុងត្បាល់យើងនឹងចូលហើយដាក់ទឹកដាក់អីចូលតាមតម្រូវការរបស់យើងអញ្ចឹងណាស្លម្ជូរម្ដងប្តីខ្ញុំក៏អត់សូវហូបទេបងប្អូនជាពិសេសត្រីទឹកសាបបើថាខ្ញុំស្លម្ជូរគ្រឿងសាច់គោហ្នឹងគាត់ហូបខ្លះដែរអញ្ចឹងបើថាកូនគឺចូលចិត្តខ្លាំងស្លម្ជូរគ្រឿងប៉ុន្តែខ្ញុំអត់ចង់ធ្វើដោយសារតាប្តីខ្ញុំគាត់អត់សូវហូបអញ្ចឹងណាអញ្ចឹងហើយបើខ្ញុំធ្វើម្ជូរគ្រឿងតោះខ្ញុំធ្វើម្ហូបមួយមុខទៀតសម្រាប់គាត់ហើយលើកនេះប្តីអត់នៅអញ្ចឹងហើយខ្ញុំបានដៃឲ្យស្លម្ជូរខ្មែរម្ដងតែខ្ញុំអត់ដូចខ្ញុំនិយាយអញ្ចឹងខ្ញុំអត់ចង់ស្លម្ជូរស្លម្ហូបខ្មែរទេបងប្អូនដោយសារខ្ញុំចេះតែនឹកស្រុកអញ្ចឹងណាហើយឥឡូវហ្នឹងម្ជូរគ្រឿងយើងក៏បានឆ្អិនដែរបងប្អូនខ្ញុំរោយម្ទេសពីលើអីចឹងណាភ្លក់តាមរសជាតិដែលយើងចង់មកគឺខ្ញុំមិនចូលចិត្តជូរដិតរសជាតិជូរដិតបងប្អូនទាំងអស់គ្នាហើយបើថាប៉ុណ្ណឹងឡើងគីឡូលៃស្រកទៀតហើយខ្ញុំហូបខ្មែរយើងកាលពីខ្ញុំអត់ទាន់មានគ្រួសារក៏ខ្ញុំធ្លាប់ធ្វើឲ្យម៉ាឡេគេហូបដែរបងប្អូនម្ចាស់ផ្ទះដែលខ្ញុំនៅជាមួយហ្នឹងមានអីគេថាឆ្ងាញ់តែចម្លែកអីទៅប្តីខ្ញុំមួយក៏អត់សូវចូលចិត្តហើយអត់សូវចូលចិត្តមិនអីទេមកថាមកស្ដីខ្ញុំទៀតពេលខ្ញុំធ្វើម្ហូបខ្មែរម្ដងពេលកាលពីមុនណាខ្ញុំនៅ KL ពេលមកស្ងៃប្លុះម្ដងមកដល់ផ្សារខ្មែរហ្នឹងខ្ញុំចង់ចូលគាត់អត់ចង់ឲ្យខ្ញុំចូលដែរខ្ញុំចង់ទៅរកទិញម្ហូបខ្មែរអីចឹងបងប្អូនខ្ញុំមានអារម្មណ៍ថាតូចចិត្តមែនតើពេលហ្នឹងតែឥឡូវខ្ញុំឡើងខ្វល់ហើយគាត់មិនចូលចិត្តក៏ហីទៅខ្ញុំនៅតែធ្វើអញ្ចឹងឯងខ្ញុំចង់ញ៉ាំខ្ញុំធ្វើគាត់មិនញ៉ាំហីទៅខ្ញុំធ្វើម្ហូបផ្សេងគាត់ចឹង